Barrier. What is driver and barrier to go green? អញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកអំពីថាតើអ្វីគឺជា driver និង barrier នៅក្នុងនេះដែរគឺខ្ញុំមានមាតិកាចំនួន4តាក់ទងជាមួយនឹងថាតើអ្វីគឺជា driver ហើយតើវា go green បែបម៉េចហើយវាមានឧបសគ្គអីគេខ្លះក៏ដូចជា barrier តើវាទៅ green បែបម៉េចទៅហើយវាមានឧបសគ្គអ្វីខ្លះទៅចឹងនឹងក្នុងនោះដែរ driver means a main cause of force that create change or impact on the environment or society ចឹងកន្លែងហ្នឹងមានន័យថាមូលហេតុគឺកម្លាំងសំខាន់ដែលបង្កើតការផ្លាស់ប្ដូរឬក៏ផលប៉ះពាល់ដល់បរិស្ថានឬក៏សង្គមនេះគឺជា driver ដែលមួយទៀតគឺគេឲ្យជា synonym ថាវាគឺជាមូលហេតុឬក៏ជាហេតុដែលបណ្ដាលឬក៏ជាកត្តាអញ្ចឹងឧទាហរណ៍ទីមួយការកើនឡើងប្រជាជន population growth កាលណាមនុស្សកាន់តែច្រើនគឺការប្រើប្រាស់ធនធានកាន់តែច្រើនទីពីរគឺឧស្សាហកម្មនិយមរោងចក្របង្កើតការបំពុលនិងការបញ្ចេញកាបូនទីបីការអភិវឌ្ឍបច្ចេកវិទ្យាអាចបង្កើនការបំពុលអវិជ្ជមានឬក៏កាត់បន្ថយការបំពុលដោយបច្ចេកទេសបៃតងវិជ្ជមានវិញទី4អាកប្បកិរិយាអ្នកប្រើប្រាស់ consumer behavior ការប្រើផ្លាស្ទិក fashion ការប្រើថាមពលខ្ពស់ទី5ការលូតលាស់សេដ្ឋកិច្ច economic growth ការផលិតនិងការប្រើប្រាស់កាន់តែច្រើនទី6គោលនយោបាយនិងច្បាប់រដ្ឋាភិបាល government policy and regulation ច្បាប់ដែលការពារឬក៏ប៉ះពាល់ដល់បរិស្ថានទាំងនេះគឺជានិយមន័យក៏ដូចជាឧទាហរណ៍អំពីអ្វីទៅគឺជា driver នៅក្នុងមេរៀនបរិស្ថានហើយចូលមកដល់ចំណុចរបស់ខ្ញុំវិញគេបាននិយាយថាហេតុអ្វីបានជា driver go green អញ្ចឹងកន្លែងហ្នឹង driver គឺជាក្រុមហ៊ុនឬក៏ក្រុមហ៊ុននិងរដ្ឋាភិបាលទៅរក go green ដើម្បីការពារបរិស្ថាននិងទទួលបានអត្ថប្រយោជន៍រយៈពេលវែងហើយមួយទៀតចូលដល់មួយទៀតគឺការពារបរិស្ថានអញ្ចឹងការបើកបរដោយប្រើ green ហ្នឹងជួយកាត់បន្ថយការបំពុលខ្យល់និងឧស្ម័នផ្ទះកញ្ចក់ដែលជួយកាត់បន្ថយបញ្ហាអាកាសធាតុផ្លាស់ប្ដូរហើយចូលដល់មួយទៀតគឺការសន្សំសំចៃប្រេងនិងថវិកាការប្រើប្រាស់រថយន្តឬការបើកបរប្រើប្រាស់មានប្រសិទ្ធភាពជួយកាត់បន្ថយចំណាយប្រេងនិងថ្លៃថែទាំរយៈពេលវែងមួយទៀតនិយាយពីច្បាប់និងការលើកទឹកចិត្តពីរដ្ឋាភិបាលជាច្រើនបានដាក់ច្បាប់ការពារបរិស្ថាននិងផ្ដល់អត្ថប្រយោជន៍ដូចជាការបញ្ចុះពន្ធឬការនាំចូលជំនួសដល់យានយន្ត Green មួយទៀតនិយាយពីអត្ថប្រយោជន៍ផ្នែកសុខភាពការបំពុលតិចធ្វើឲ្យខ្យល់មិនស្អាតហើយកាត់បន្ថយជំងឺដូចជាជំងឺផ្លូវដង្ហើមជំងឺបេះដូងមួយទៀតរូបភាពនិងការទំនួលខុសត្រូវក្នុងសង្គមក្រុមហ៊ុនជាច្រើនប្រើ Green ដើម្បីបង្កើតរូបភាពល្អនិងបង្ហាញពីទំនួលខុសត្រូវចំពោះសង្គមនិងបរិស្ថានមួយទៀតសុវត្ថិភាពធម្មពលការប្រើប្រាស់យានដ្ឋាន Green ជួយកាត់បន្ថយការពឹងផ្អែកទៅលើប្រេងឥន្ធនៈនិងលើកកម្ពស់ការប្រើប្រាស់ធម្មពលឲ្យកាន់កើនឡើងផងដែរជ្រាបបន្ទាប់តាក់ទងជាមួយនឹងថា what obstacle did they encounter មានន័យថាតើវាមានឧបសគ្គអ្វីខ្លះទី1ថ្លៃដើមខ្ពស់យានយន្តនិងបច្ចេកវិទ្យា Green ហ្នឹងមានតម្លៃថ្លៃនៅដំបូងគេទី2រចនាសម្ព័ន្ធនិងការគ្រប់គ្រងស្ថានីយសាកអគ្គិសនីនិងកន្លែងជួសជុលវានៅមានកម្រិតនៅឡើយទី3កម្រិតបច្ចេកវិទ្យាវាមានអាយុកាលថ្មពេលសាកនិងចម្ងាយពេលបើកបរតែនៅមានបញ្ហាប្រឈមទី4ការយល់ដឹងនៅមានកម្រិតអ្នកបើកបរខ្លះមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍នៃការធ្វើទៅរក Green នោះទេទី5ការមិនចង់ផ្លាស់ប្ដូរមនុស្សមួយចំនួននៅទៅចិត្តប្រើយានយន្តប្រើប្រាស់ប្រេងព្រោះស្គាល់និងទុកចិត្តច្រើនជាងទី7បញ្ហាគោលនយោបាយនិងច្បាប់គោលនយោបាយមិនទៀងទាត់អាចធ្វើឲ្យមានការអនុវត្ត Green មានការយឺតយ៉ាវជាខ្លាំងជ្រាបបន្ទាប់ចូលទៅដល់ what is barrier តើ barrier គឺជាអ្វី barrier to go green are the difficult or challenge that prevent individual or organization from the
adopting environmentally friendly practice barrier អាចស្មើជាមួយនឹងពាក្យ obstacle ឬក៏ something in the way អញ្ចឹងក្នុងហ្នឹងគឺមាន type of physical barrier a wall fence or gate example នៅក្នុងហ្នឹងគឺគេតទៅជាមួយនឹង physical barrier ឧបសគ្គផ្លូវកាយដូចខ្ញុំបានរៀបរាប់ខាងលើឧទាហរណ៍របងជាឧបសគ្គដែលរារាំងមនុស្សមិនឲ្យចូលទី2តទៅជាមួយនឹង language barrier ឧបសគ្គភាសាពិបាកទំនាក់ទំនងដោយសារភាសាផ្សេងគ្នាឧទាហរណ៍អ្នកទេសចរជួបឧបសគ្គភាសាពេលពួកគេមិនចេះភាសាខ្មែរទី3 cultural barrier ឧបសគ្គវប្បធម៌ភាពខុសគ្នានៃទំនៀមទម្លាប់ឬជំនឿដូចជាឧទាហរណ៍ទំនៀមទម្លាប់ខុសគ្នាអាចបង្កឧបសគ្គនៅកន្លែងធ្វើការទី4 economic barrier តាក់ទងជាមួយនឹងឧបសគ្គផ្នែកសេដ្ឋកិច្ចនៅក្នុងនោះដែរគឺអាចនិយាយអំពីការកង្វះខាតនៃលុយឬក៏ធនធានដូចជាថ្លៃសិក្សាខ្ពស់ជាឧបសគ្គដល់ការអប់រំទី5 psychological barrier ឧបសគ្គផ្លូវចិត្តការភ័យខ្លាច stress ឬខ្វះទំនុកចិត្តដូចជាការភ័យខ្លាចនិយាយជាសាធារណៈជាឧបសគ្គដល់ការទំនាក់ទំនងផងដែរចូលមកដល់ហេតុអ្វីបានជា barrier ទៅជា green នៅក្នុងមេរៀននេះ green sustainability ពាក្យថា barrier go green មានន័យថាឧបសគ្គឬប្រព័ន្ធចាស់ៗត្រូវប្ដូរទៅរកការការពារបរិស្ថានដែលមានមូលហេតុសំខាន់ៗដូចជាទី1ការការពារបរិស្ថានបញ្ហាប្រែប្រួលអាកាសធាតុការបំពុលការខ្វះធនធានធម្មជាតិ2ច្បាប់និងគោលនយោបាយរដ្ឋាភិបាលច្បាប់ការពារបរិស្ថានការកំណត់ការបញ្ចេញកាបូនអាជីវកម្មត្រូវតែទៅជា green 3សម្ពាធពីអ្នកប្រើប្រាស់មនុស្សចូលចិត្តផលិតផលដែលមិត្តភាពបរិស្ថានអាជីវកម្មមិន green និងបាត់បង់អតិថិជន4កាត់បន្ថយចំណាយរយៈពេលវែងសន្សំថាមពលកាត់បន្ថយសំណល់5ការអភិវឌ្ឍបច្ចេកវិទ្យាថាមពលកកើតឡើងវិញបច្ចេកវិទ្យាស្អាត6ស្តង់ដារអន្តរជាតិកិច្ចព្រមព្រៀងពិភពលោកការប្រកួតប្រជែងអាជីវកម្មចូលដល់ចំណុចបន្ទាប់តើអ្វីទៅគឺជាឧបសគ្គរបស់ barrier ឧបសគ្គក្នុងការទៅរកភាពបៃតង high intel cost បច្ចេកវិទ្យានិងប្រព័ន្ធបៃតងអាចមានតម្លៃខ្ពស់ទី2 lack of knowledge and skill ការយល់ដឹងនិងជំនាញអំពីវិធីសាស្ត្របៃតងនៅមានកំណត់ lack of knowledge and skill មានន័យថាការយល់ដឹងនិងជំនាញអំពីវិធីសាស្ត្របៃតងនៅមានកំណត់ limited technology availability ជាទូទៅបច្ចេកវិទ្យាបៃតងមិនងាយរកឬមិនមានការទូលំទូលាយ short term profit focus មានន័យថាអាជីវកម្មផ្ដោតតែចំណេញឆាប់ៗមិនយកអត្ថប្រយោជន៍រយៈពេលវែង lack of customer awareness ដែលជាធម្មតាគឺអតិថិជនខ្លះមិនចង់បង់ថ្លៃបន្ថែមសម្រាប់ផលិតផលបៃតងឧទាហរណ៍ដូចជានៅក្នុងសន្តាគារមួយចង់ដំឡើងថាមពលព្រះអាទិត្យដើម្បីសន្សំថាមពលប៉ុន្តែមានឧបសគ្គដូចជាថ្លៃដើមខ្ពស់លើសន្តាគារអត់មានថវិកាគ្រប់គ្រាន់ឧទាហរណ៍ទី2នោះគឺអាជីវកម្មតូចហាងតូចមួយចង់ប្រើថង់ក្រដាសជំនួសថង់ប្លាស្ទិកប៉ុន្តែមានឧបសគ្គដូចជាថង់ក្រដាសថ្លៃជាងនិងអតិថិជនមិនចង់បង់ថ្លៃបន្ថែមចូលដល់ចំណុចចុងក្រោយទាក់ទងជាមួយនឹង conclusion សេចក្តីសន្និដ្ឋានកត្តាជំរុញនិងឧបសគ្គក្នុងការធ្វើអាជីវកម្មបៃតងជារួមមកកត្តាជំរុញដូចជាការយល់ដឹងអំពីបរិស្ថានការគ្រប់គ្រងពីរដ្ឋាភិបាលតម្រូវការអតិថិជននិងការកាត់បន្ថយចំណាយជំរុញឲ្យអាជីវកម្មទៅរកការធ្វើអាជីវកម្មបៃតងទោះជាយ៉ាងណាក្តីឧបសគ្គដូចជាចំណាយខ្ពស់កង្វះចំណេះដឹងបច្ចេកវិទ្យាមានកម្រនិងការប្រែប្រួលពិបាកអាចបង្អាក់ការអនុវត្តបានប៉ុន្តែបើមានការគ្រប់គ្រងល្អអាជីវកម្មអាចអភិវឌ្ឍទៅរកភាពចីរភាពបានយើងក្រុមទាំង3នាក់សូមអរគុណសូមជម្រាបលាបងប្អូនសម្រាប់ការតាមដាន
នៅវីដេអូមួយនេះជម្រាបលាបងប្អូនជួបគ្នានៅវីដេអូក្រោយ